នេះជេញខ្ញុំបាទថាខ្ញុំធ្វើស៊ីពីរដងហើយខ្ញុំធ្វើស៊ីនោះណាបាទចោលថ្ងៃដល់ថ្ងៃធ្វើស៊ីបាទបាទមានទេអញ្ចឹងមានអ្នកឆក់ទូរស័ព្ទគាត់ហ្នឹងហើយនោះប៉ុន្តែមកចោតពួកឯងថាខ្ញុំហ្នឹងធ្វើស៊ីថាគ្នាខ្ញុំធ្វើស៊ីជាចោលបាទពេលអត់គប់បាញ់West 7 Bed Down ជា website សម្បូរទៅដោយហ្គេមល្បីៗនិងទាន់សម័យដែលអតិថិជនអាចទុកចិត្តបានអាចណាឃើញអត់ខ្ញុំចង់ប្រាប់ថាការប្តឹងអត់បាទខ្ញុំត្រូវការប្តឹងខ្ញុំត្រូវការភាពស្អាតស្អំរបស់ក្រុមពួកខ្ញុំហើយគេអ្នក booking គេទៅធ្វើចឹងធ្វើអីហើយគេហៅគាត់ទៅប៉ប៉ូលីសសារថ្មីមួយក៏អត់ទៅអត់ទៅទេអូអញ្ចឹងរឿងនៅផ្សារថ្មីនោះបាទរឿងនៅផ្សារថ្មីនោះឥឡូវនោះចូលមើលឲ្យខ្ញុំអ្នកស្រីអាវខ្មៅហ្នឹងមិញហ្នឹងហើយជនជាតិវៀតណាមហ្មងនេះវៀតណាមជេខ្ញុំឌូម៉ាអញ្ចឹងរូបភាពស្អាតស្អំបាទរូបភាពស្អាតស្អំជូនយ៉ាងយ៉ាប់ភើត you your phoneយកទូរស័ព្ទI tap rip អានេះ I tap ការយ៉ាង go anywhere you can know okay អូខ្ញុំអត់ចេះវៀតណាមបងអត់ចេះវៀតណាមមកអត់ចេះវៀតណាមអូគាត់ហ្នឹងឯងគាត់អ្នកដឹកមកហ្នឹងឯងអូបាទអញ្ចឹងបានន័យថាមិញហ្នឹងគ្នាគាត់គុំមកខ្លួនព្រះរត់ចូលរត់ okay you go here ទៅតាមគាត់ក៏ដូចតាមបាទទៅប៉ូលីសបាទទៅដោះស្រាយមកប៉ូលីសទៅបើអត់ទៅប៉ូលីសធ្វើដោះស្រាយមិនចេញករណីកើតហេតុគាត់បុកឡានចិនបុកខឿនផ្លូវយកឡានហ្នឹងទៅចោលផ្លុងចោលឧស្សាហ៍ថ្មីចិន3នាក់គាត់ដើរចេញពីឡានទៅជិះកង់3ស្រីម្នាក់នេះគាត់បាន booking ប្អូនខ្ញុំនេះ booking ជិះមកទៅមានជនមិនស្គាល់មុខ4នាក់មុនដំបូងមានតែម្នាក់ឯងវាមកដល់វាថាវាអ្នកកសែតឈប់សិនវាឲ្យនារីនឹងទៅឯងវាឲ្យទៅឯងដល់ក្រោយមកម៉ូតូមក2ម៉ូតូទៀតមកដល់2ម៉ូតូទៀតគ្នាវា3នាក់ទៀតវាថាឈប់សិនអត់ឲ្យទៅដល់ពេលអត់ឲ្យទៅស្រីនឹងគាត់និយាយភាសាអង់គ្លេសមួយខ្ញុំគាត់ថាគាត់ជានារីការ៉ាអូខេទេគាត់មិនមែនជាអ្នកបើកឡានទេមិនមែនជាអ្នកបើកបរទេអញ្ចឹងខ្ញុំក៏ប្រាប់អ្នកអូន3នាក់អត់ជន់អត់ស្គាល់មុខ4នាក់ហ្នឹងខ្ញុំថាអូនឯងឲ្យគាត់ទៅព្រោះគាត់ booking ទៅផ្ទះគាត់ទេប្រឡែងគាត់ទៅដល់ពេលហើយខ្ញុំឲ្យបងខ្ញុំជិះទៅក៏ជិះផុតពីខ្ញុំទៅក៏អាម្នាក់ទៀតហ្នឹងវាជិះម៉ូតូទៅឆក់យកទូរស័ព្ទគាត់ហ្នឹងដល់ឆក់យកទូរស័ព្ទគាត់បាត់ទៅគាត់ឡើងឲ្យកូនប្រាប់ថាជួយផងគេឆក់ទូរស័ព្ទភ្ញៀវខ្ញុំហើយដល់ពេលចុងក្រោយមកភ្ញៀវនេះចោទគាត់ថាដៃជើងជាមួយចោលបាទហ្នឹងខ្ញុំបកស្រាយព្រោះខ្ញុំនៅជាមួយពួកគាត់ហ្នឹងគាត់ថាពួកខ្ញុំហ្នឹងដៃជើងទៅចោលទាំងអស់បាទខ្ញុំសួរបងត្រឡប់ក្រោយតិចអញ្ចឹងដំបូងឡើយគឺករណីដឹកគាត់ចេញមកពីកន្លែងករណីខ្លួនឯងចរាចរណ៍បាទសួរដល់យើងអត់ចេះភាសាគាត់ផងតែគាត់និយាយភាសាអង់គ្លេសទេបាទនិយាយភាសាអង់គ្លេសនិងវៀតណាមតែដល់ពេលយើងនិយាយគាត់ស្ដាប់បានបាទអញ្ចឹងអ្នកបុកគេរត់ទៅបាត់ហើយចិន3នាក់គេជិះកង់3ទៅបាត់ហើយអញ្ចឹងបាន2ម៉ូតូទៀតថាតើគាត់ទៅដែរអញ្ចឹងបាទហើយទៅខ្ញុំក៏ចេញមកស្រាប់ថាខ្ញុំចេញមកចិត្តដល់លើផ្លូវមនីវងមិនយើងលើផ្លូវផ្សារឌីកូលបាទចិត្តដល់ស្តុបមនីវងហ្នឹងហើយគោវាជិះម៉ូតូមកតាមហ្នឹងគោឆក់វឹងទៅគាត់អាឡែងនិយាយទូរស័ព្ទកាយប្រការមកគេទៅក្រៅចេះប្រាប់ដល់មកដល់គឺឆក់ទៅវឹងខ្ញុំដេញមកជុំហើយដល់ពេលហើយខ្ញុំដេញមកដល់លើផ្សារថ្មីផ្លូវមនីវងហ្នឹងវិញស្រាប់គាត់ថាចោលឆក់ហ្នឹងបាទហើយស្រាប់គាត់ថាអូខេគ្រូហូបគាត់តែដៃយ៉ាងរហូតបាទអញ្ចឹងគាត់ដេញខ្ញុំឲ្យមកផ្ទះខ្ញុំក៏មិននឹកបាទមិននឹកគាត់មកហ្នឹងបាទស្រាប់ថាខ្ញុំមកដល់ពុបគាត់ទៅហៅគ្នាគាត់មកគាត់ចោទខ្ញុំថាខ្ញុំដៃជើងចោលវិញម្នាក់ស្រីអាខ្មៅមិញហ្នឹងណាមែនទេមែនមួយទៀតម្នាក់ផ្អើសផ្អើភ្លេចមិញហ្នឹងបាទតាចជេផ្អើពេញហ្នឹងមិញហ្នឹងឲ្យលុបរូបភាពចេញគាត់ថាចង់បញ្ចប់រឿងខ្ញុំឲ្យលុបរូបភាពចេញបើចង់បញ្ចប់រឿងហៅអ្នកកាហ្វេមកហ្នឹងគឺបើខ្ញុំផ្សព្វផ្សាយហ្នឹងឲ្យលុបអត់ឲ្យលុបទេអត់លុបទេបាច់លុបទេ